ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះធីរិតខ្ញុំមានអាយុ10ឆ្នាំថ្ងៃនេះខ្ញុំមកអានមេរៀនរឿងកសិករភ្ញាក់ខ្លួនរឿងកសិករភ្ញាក់ខ្លួនម្ដងទៀតនឹងរំលឹកមេរៀនរបស់ខ្ញុំដែរការតាក់តែងរឿងខ្លីចូលអានរឿងខ្លីខាងក្រោមពង្រីងជាកសិករក្រីក្រម្នាក់នៅក្នុងភូមិដាច់ស្រយាលមួយគាត់ជាបុរសពោះម៉ាត់មានកូន2នាក់គាត់ថ្ងៃមួយគាត់បានឃើញមេសារិកាគ្រាមួយកំពុងបញ្ចុកចំណីកូនរបស់វានៅលើដើមឈើក្បែរស្រែរបស់គាត់ដោយចង់ឲ្យកូនគាត់បានបរិភោគសាច់គាត់បានយកចំជៀមទៅស៊ូមកបាញ់មេសារិកាកែវនោះសម្លាប់ទៅគាត់យកសាច់សារិកានោះទៅធ្វើម្ហូបឲ្យកូនទទួលទានក្រោយមកកូនសារិកាយំរកមេឥតឈប់ឈរពូព្រីងអាណិតកូនសត្វខ្លាំងណាស់គាត់គិតថាគាត់មិនគួរសម្លាប់មេសារិកានោះសោះគាត់នឹងកូនបានឆ្ងាយមួយពេលធ្វើឲ្យកូនសត្វព្រាត់ប្រាសមេកុំព្រាអស់មួយជីវិតតាំងពីពេលនោះមកពូព្រីងលែងហ៊ានព្រាត់ជីវិតសត្វតទៅទៀតរឿងខាងលើនេះ1តួអង្គពូព្រីងកូនពូព្រីងមេសារិកានិងកូនសារិកា2កាលអាកាសរឿងភូមិដាច់ស្រយាលមួយលើដើមឈើថ្ងៃមួយ3ព្រឹត្តិការណ៍កូនពូព្រីងបាញ់សម្លាប់កូនមេសារិកាកូនសារិកាយំរកមេជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបងប្អូនទាំងអស់គ្នាសូមជួយ like ឬ subscribe ផងជម្រាបលាបងប្អូនទាំងអស់គ្នាអរគុណសម្រាប់អ្នក subscribe ឲ្យ channel របស់ខ្ញុំជម្រាបលា